đôi bịa cái tay này lên tầm đánh cùng Facebook tha cáo thả bay cái bay vậy ở trong bay mô vô cái đà rồi cái vô scut bay mô bật chụp với hay chặt tự tơ việc mình lên chơi với nó toàn lên chẳng ai chẳng nơi tháp đánh như nâng từ sức xa thì tông từ nâng ca đẹp pre trung miền Panaka đó lọ cho muối cứ bằng trung nâng thui dương ở dương khai từ chim một mấy cứ plap đô dương pi ca để dương slip một bệ chắc hay oi một bệ nơi sợi lọ rồi bỏ pre chẳng ngày nay khi bạn từng pin nhẹ xôm cột chụp điệp sú đó lục này group buộc mày bóng phone hay nâng cầm chụp bỏ pre ngày nay khi bạn prem sái hay khi bạn channel mình đó hay ngày nay phòng đá bùi dương nâng từ bàn to mê điền bảo dương cứ nó không mê điền tị đắp để miền cho non chừng thá ca kẹpประchất hay nâng ca art ấn tổ chẳng muốn nâng từ sức xa nâng mê điền hay bảo sọc bảo dương ngày nay sôm trung chất để tham cho mình nâng bùi dương từng ác nhiệt bà sôm trung chất để tham ở phía vô bên đà để công nên có tham số ngày nay con ở con trung để trungมันประดับไปเรียนไปcon từng ác nhiệtจุ๊บគ្នាដើម្បីភាសាពីព្រះបន្ទូលរបស់ព្រះអង្គហើយដែលសំទ្រង់គង់ជាមួយអ្នកដែលនឹងស្ដាប់វីដេអូទាំងនេះហើយព្រះវិញ្ញាណបរិសុទ្ធសន្ធិដ្ឋទៅលើពួកគេដើម្បីឲ្យពួកគេអាចបំពេញនូវកិច្ចការបម្រើព្រះអង្គបានពេលដែលកូនសូមគ្រប់ទាំងអស់នេះក្នុងនាមព្រះយេស៊ូវគ្រីស្ទបាទខចងចាំរបស់យើងឃើញនៅក្នុងព្រះគម្ពីរយូហានទី1ចំពុក1ខ9បើយើងលន់តួបាបវិញនោះទ្រង់មានព្រះハរតីស្មោះត្រង់ហើយសុចរិតប្រយោជន៍នឹងអត់ទោសបាបឲ្យយើងហើយនឹងសម្អាតយើងពីគ្រប់អំពើទុច្ចរិតទាំងអស់ផងសាក់ស្វែងមើលសិនជាយើងទៅតែសាងសង់ផ្ទះមួយថ្មីមែនទែនហើយយើងចង់អញ្ជើញមិត្តភ័ក្តិជិតស្និទ្ធឬក៏អ៊ំពូមីងបងប្អូនយើងមកជួបជុំនៅកម្មវិធីជប់លៀងឡើងផ្ទះហ្នឹងចឹងឧទាហរណ៍ណាអញ្ចឹងយើងជាម្ចាស់ផ្ទះដឹងថាយើងអ្នកទទួលភ្ញៀវយើងខំទទួលភ្ញៀវយ៉ាងដិតដល់នឹងថាមហូបមិនថាទៀបចំផ្ទះគឺជូតផ្ទះជូតអីទាំងអស់ហើយយើងក៏ព្យាយាមជួយមើលក្មេងដែរកុំឲ្យក្មេងៗទៅរំខានដល់ចាស់ទុំបរិភោគអាហារអីចឹងទៅអញ្ចឹងដល់ពេលដែលពួកគេទៅអស់ហើយយើងក៏ចាប់ផ្ដើមចង់បញ្ចប់នៃការជប់លៀងហ្នឹងគឺយើងគិតថាយើងអាចបានចំណាយពេលជាមួយចាស់ទុំយើងបានពេលចំណាយពេលជាមួយនឹងពួកគាត់យ៉ាងសិទ្ធស្នាដោយសារតែយើងរវល់ដោយមើលក្មេងហើយនឹងធ្វើអ្វីផ្សេងៗចឹងទៅអញ្ចឹងយើងក៏ឃើញតកតងទៅនឹងរឿងនាងម៉ាថានៅក្នុងព្រះគម្ពីរដែរនៅពេលដែលព្រះយេស៊ូវព្រះអង្គទ្រង់យាងចូលទៅក្នុងផ្ទះរបស់ពួកគាត់គឺបងប្អូនគាត់ទាំងអស់មាន3នាក់គឺនាងម៉ារីនាងម៉ាថាហើយនិងលោកឡាសាអញ្ចឹងនាងម៉ារីដែលជាត្រូវជាប្អូនរបស់នាងម៉ាថាហ្នឹងក៏បានទៅអង្គុយទាបព្រះបាទព្រះយេស៊ូវហើយក៏បានអង្គុយស្ដាប់នៅសេចក្តីបង្រៀនរបស់ព្រះយេស៊ូវដែលព្រះយេស៊ូវបានបង្រៀនដល់នាងម៉ារីហ្នឹងប៉ុន្តែចំណែកនាងម៉ាថាគឺគាត់កំពុងតែលាងចានធ្វើម្ហូបដិតនំប៉័ងឬក៏រៀបចំត្រីសាច់ទាំងអស់ដើម្បីអញ្ជើញទទួលព្រះយេស៊ូវដែលព្រះអង្គជាភ្ញៀវហ្នឹងអញ្ចឹងគឺនៅពេលនោះគឺគាត់ហត់ដល់ពេលដែលគាត់ហត់គាត់ដល់ព្រះយេស៊ូវថាព្រះយេស៊ូវអីសូមជួយឲ្យនាងម៉ារីហ្នឹងបានមកជួយទូលបង្គំផងព្រោះទូលបង្គំហត់ណាស់ខ្ញុំធ្វើកម្មឯងអញ្ចឹងទៅអញ្ចឹងនៅពេលនោះព្រះយេស៊ូវព្រះអង្គទ្រង់បានមានបន្ទូលថានាងធ្វើត្រូវតាមអ្វីដែលនាងធ្វើឲ្យព្រោះសារនាងបានមកទទួលអ្វីដែលជារបស់ដែលនៅអកលជានិច្ចអ្វីដែលនាងម៉ាថាគាត់ធ្វើគឺមិនមែនជាអំពើអាក្រក់ទេសុទ្ធតែជាអំពើល្អទាំងអស់ការរៀបចំការសម្អាតផ្ទះការរៀបចំលំដាប់លំដោយធ្វើអាហារដើម្បីទទួលភ្ញៀវគឺមិនមានការខុសអ្វីឡើយក៏ប៉ុន្តែបើសិនជាយើងឲ្យការងារទាំងនោះមកបញ្ជ្រាបចូលមកក្នុងជីវិតរបស់យើងដល់ថ្នាក់យើងគ្មានពេលវេលាដើម្បីឲ្យអង្គុយនៅទីព្រះបាទរបស់ព្រះយេស៊ូវនោះយើងនឹងបាត់បង់នៅរបស់ដែលថ្លៃពិសេសជាងរបស់របរដែលយើងអាចធ្វើបានទាំងអស់ទៀតផងព្រះទ្រង់ចង់ឲ្យយើងនៅរបស់ដែលយើងអាចទទួលបានដែលជារបស់ដ៏បរិសុទ្ធយើងឃើញថាជីវិតរបស់យើងរាល់ថ្ងៃទង្វើរបស់យើងប្រៀបដូចជាកៅអៅដែលប្រឡាក់ហើយព្រះគម្ពីរអេសាយចំពុក64ខ6បានចែងយ៉ាងដូចនេះត្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូចជាមនុស្សដែលមិនស្អាតហើយអស់ទាំងអំពើសុចរិតរបស់យើងខ្ញុំក៏ដូចជាអាវកខ្វក់ហើយយើងខ្ញុំរាល់គ្នាស្វិតក្រៀមទៅដូចជាស្លឹកឈើហើយអំពើទុច្ចរិតរបស់យើងខ្ញុំក៏ផាត់យកយើងខ្ញុំទៅដូចជាខ្យល់បន្ទាប់ពីអំពើបាបបានចូលមកក្នុងផែនដីយើងបាត់បង់នៅកៅអៅនៃសេរីល្អរបស់ព្រះដែលព្រះទ្រង់បានផ្ដល់ឲ្យអាដាមហើយនិងអេវ៉ាគឺយើងមានតែកៅអៅដែលធ្វើអំពីរបស់ដែលព្រះបានបង្កើតតែប៉ុណ្ណោះយើងមិនអាចស្លៀកពាក់នៅកៅអៅដែលវិសេសដែលជាសេរីល្អរបស់ព្រះបានទៀតឡើយលុះត្រាតែព្រះទ្រង់បានធ្វើឲ្យយើងបានស្អាតបរិសុទ្ធឡើងវិញនោះទើបយើងអាចស្លៀកពាក់នៅកៅអៅបែបនេះបានវិញព្រះទ្រង់បានត្រៀមនៅរបស់ដ៏ថ្លៃពិសេសមួយដើម្បីជួយយើងជាព្រះមួយអង្គជាព្រះវិញ្ញាណបរិសុទ្ធដើម្បីមកជួយ
បញ្ជាក់ប្រាប់យើងអំពីអ្វីៗដែលយើងត្រូវធ្វើដោយយើងឃើញនៅក្នុងព្រះគម្ពីរយូហានចំពុក16ខ8ដែរសាស្រមៃមើលបើសិនជាយើងកំពុងជិះម៉ូតូនៅពេលងងឹតស្លុបយើងអត់មានភ្លើងម៉ូតូទេយើងជិះម៉ូតូយ៉ាងលឿនប៉ុន្តែយើងជិះយើងមានឮសំឡេងមិត្តភ័ក្តិរបស់យើងម្នាក់ស្រែកពីចម្ងាយថាអូឈប់សិនមានកឡុកនៅខាងមុខហើយយើងឈប់តើយើងខឹងមិត្តភ័ក្តិយើងដោយសារយើងមិត្តភ័ក្តិយើងស្រែកប្រាប់យើងទេយើងអត់ខឹងគាត់ទេដោយសារគាត់បានព្រមានប្រាប់យើងអំពីផ្លូវដែលត្រឹមត្រូវដែលយើងគួរតែដើរដោយសារយើងស្ដាប់គាត់យើងមានសុវត្ថិភាពព្រះវិញ្ញាណបរិសុទ្ធទ្រង់បានមកយាងមកដើម្បីជួយយើងហើយព្រមានយើងដោយមិត្តភ័ក្តិរបស់យើងក្នុងរឿងមិញនឹងដែរគឺព្រះវិញ្ញាណបរិសុទ្ធមកដើម្បីជួយឲ្យយើងបានភាពសុខសាន្តដើម្បីជួយសង្គ្រោះយើងពីផ្លូវដែលយើងកំពុងតែដើរហើយព្រះវិញ្ញាណបរិសុទ្ធនឹងនាំយើងទៅកាន់ភាពសុចរិតភាពល្អឥតខ្ចោះដែលព្រះទ្រង់ចង់ផ្ដល់ឲ្យយើងអញ្ចឹងយើងឃើញថាការងាររបស់ព្រះវិញ្ញាណបរិសុទ្ធមិនមែនជាការងារមួយដែលធ្វើឲ្យយើងទាំងអស់គ្នាមានអារម្មណ៍ថាយើងគ្មានតម្លៃទេប៉ុន្តែការងាររបស់ព្រះវិញ្ញាណបរិសុទ្ធគឺជាការងារដែលជួយឲ្យយើងទាំងអស់គ្នាអាចនឹងនាំទៅអ្នកតំណងរបស់យើងជាមួយនឹងព្រះកាន់តែសិទ្ធស្នាមនោះផងដែរអញ្ចឹងបើយើងទាំងអស់គ្នាគ្មានព្រះវិញ្ញាណបរិសុទ្ធដើម្បីជួយឲ្យយើងទាំងអស់គ្នានៅផ្លូវណាមួយទេនោះយើងមិនអាចជួយខ្លួនឯងបានដែរអញ្ចឹងដូច្នេះហើយបានជាព្រះមុនព្រះអង្គទ្រង់យើងទៅនគរឋានសួគ៌គឺព្រះអង្គថាខ្ញុំនឹងប្រទានអ្នកជំនួយមិនមួយអង្គដែលអ្នកជំនួយនោះនឹងធ្វើការងារជំនួសខ្ញុំគឺជាព្រះវិញ្ញាណបរិសុទ្ធនោះឯងដើម្បីជួយអ្នកគ្នាមានជំនួយរឹងមាំអញ្ចឹងយើងឃើញថាការកែប្រែចិត្តនេះគឺមិនមែនយើងខ្លួនឯងមានគំនិតដើម្បីចង់កែប្រែចិត្តទេប៉ុន្តែយើងមានព្រះវិញ្ញាណបរិសុទ្ធមួយដើម្បីលួចប្រាប់យើងដើម្បីយើងដឹងខ្លួនហើយយើងកែប្រែចិត្តអញ្ចឹងដូចយើងឃើញរឿងរបស់លោកថៃម្នាក់ដែលមានកូន2នាក់ហ្នឹងគឺកូនម្នាក់កូនពៅហ្នឹងគាត់សុំចែកទ្រព្យសម្បត្តិរបស់គាត់ហ្នឹងដើម្បីទៅស្រុកឆ្ងាយដើម្បីរកស៊ីបង្កើតរបររៀងខ្លួនទៅពេលនោះឪពុករបស់គាត់ក៏ចាប់ផ្ដើមចែកទ្រព្យសម្បត្តិមួយចំណែកសម្រាប់កូនពៅចឹងទៅដល់ពេលទៅអស់រហូតដល់ជាច្រើនថ្ងៃច្រើនខែច្រើនឆ្នាំកន្លងមកគឺគាត់បានចាយទ្រព្យសម្បត្តិនោះអស់ហើយគាត់បានផឹកស៊ីបាទចូលការ៉ាអូខេឬក៏ប៉ោមិត្តភ័ក្តិប្រុសមិត្តភ័ក្តិស្រីដើម្បីញ៉ាំអីឆ្ងាញ់ឆ្ងាញ់រហូតដល់គាត់ធ្លាក់ខ្លួនក្រអស់មិត្តភ័ក្តិឲ្យទាំងអស់រហូតដល់ថ្ងៃមួយគាត់ក៏បានទៅដាក់ចំណែកឲ្យជ្រូកហើយគាត់ក៏ចាប់ផ្ដើមគិតនឹកឃើញថាបើសិនជាបាវបំរើរបស់ពួកខ្ញុំពួកគេឲ្យពួកខ្ញុំឲ្យពួកគេបរិភោគឆ្អែតពេញមាត់ម្ហូបអាហារឡើងឆ្ងាញ់រីឯខ្ញុំធ្វើជាបាវបំរើគេដែរប៉ុន្តែសូម្បីតែបាយក៏គ្មានសិទ្ធិក្នុងការបរិភោគស្រួលបួលដែរអញ្ចឹងពេលឡើងគាត់ក៏នឹកឃើញថាខ្ញុំនឹងទៅសុំទោសឪពុករបស់ខ្ញុំដឹងខ្លួនថាខ្ញុំធ្វើខុសចំពោះព្រះហើយនិងឪពុករបស់ខ្ញុំអញ្ចឹងដល់ពេលដែលគាត់មានគំនិតចង់ទូចហ្នឹងគឺពេលខ្លះយើងគិតថាខ្ញុំអ្នកមានគំនិតប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើការព្រះវិញ្ញាណបរិសុទ្ធកំពុងតែដុតយើងឲ្យយើងមានគំនិតនឹងឡើងចង់កែប្រែនឹងឡើងអញ្ចឹងយើងឃើញថាការដែលយើងដឹងខ្លួនការដែលយើងកែប្រែចិត្តហ្នឹងមិនមែនគ្រាន់តែជារឿងដែលយើងគិតថាយើងជារឿងដែលយើងពិបាកចិត្តនៅពេលណាមួយដែលគេចាប់យើងកំហុសយើងបានទេចាប់ថាយើងធ្វើខុសបានទេប៉ុន្តែវាគឺជាចិត្តវាគឺជាអារម្មណ៍មួយដែលយើងមានអារម្មណ៍ថាយើងសោកស្ដាយចំពោះការអ្វីដែលយើងធ្វើពីមុនមកដែលយើងអត់គិតថាអាទង្វើដែលយើងធ្វើហ្នឹងប៉ះពាល់ដល់អ្នកដទៃទេដែលយើងអត់គិតថាទង្វើដែលយើងកំពុងតែធ្វើហ្នឹងអាចធ្វើឲ្យព្រះអង្គមួយអង្គដែលកំពុងតែស្រឡាញ់យើងខ្លាំងណាព្រះអង្គទ្រង់ឈឺចាប់ឯងអញ្ចឹងនៅពេលដែលយើងគិតអញ្ចឹងគឺយើងនឹកឃើញរឿងលោកហូសេដែលព្រះឲ្យទៅយកប្រពន្ធគាត់ប្រហែលដង3ដងអីអញ្ចឹងគឺរឿងហ្នឹងគឺទោះបីជាប្រពន្ធរបស់លោកហូសេជាស្ត្រីបែបណាក៏ដោយក៏ប៉ុន្តែព្រះទ្រង់ចង់ឲ្យហូសេនឹងទៅបង្ហាញពីក្តីស្រឡាញ់ទៅបង្ហាញថានេះដោយសារតែព្រះអង្គស្រឡាញ់យើងនឹងទោះបីជាអ្នកឯងទោះបីអ្នកឯងធ្វើឲ្យយើងឈឺចាប់ប៉ុណ្ណាក៏ដោយក៏ប៉ុន្តែព្រះនៅតែចង់ជួយយើងអញ្ចឹងក្តីស្រឡាញ់របស់ព្រះឬក៏ការកែប្រែចិត្តហ្នឹងគឺពេលដែលយើងមានអារម្មណ៍ថាយើងធ្វើខុសជាមួយនឹងព្រះខ្លាំងយើងកំពុងតែធ្វើឲ្យព្រះឈឺចាប់កំពុងតែធ្វើឲ្យព្រះស្លាប់នៅលើឆ្កាងក៏ដោយក៏ប៉ុន្តែយើងមិនអាចគាត់ថាខ្ញុំសុំទោសម្ដងហើយប៉ុន្តែគឺការកែប្រែចិត្តកន្លែងនេះគឺឲ្យយើងមានអារម្មណ៍ថាយើងកំពុងតែធ្វើបាបព្រះកំពុងតែធ្វើព្រះឈឺចាប់នឹងហើយគឺជាការដែលយើងសុំទោសព្រះពិតប្រាកដសាកសម័យមើលថាអ្នកកំពុងតែជិះទូកនៅទន្លេក៏ប៉ុន្តែពេលកំពុងជិះនោះមើលទៅឃើញទូករបស់អ្នកកំពុងតែលិចតើអ្នកនិយាយទៅកាន់ទូករបស់អ្នកថាអូខ្ញុំសុំទោសខ្ញុំមិនដឹងគួរធ្វើយ៉ាងណាឬក៏អ្នករោគអ្វីសោះស្វារោគអ្វីភ្លាមយកមកញុកកន្លែងណាដែលកំពុងតែលិចទឹកហ្នឹងហើយយកកធុនយកចានទៅក៏យកមកបោយទឹកហ្នឹងចេញដោយសារអ្នកកំពុងតែធ្វើឲ្យ
មានភាពល្អឡើងវិញការកែប្រែចិត្តគឺប្រៀបដូចទៅនឹងទង្វើរបស់អ្នកនៅពេលដែលកំពុងតែលិចទូអញ្ចឹងអ្នកមិនអាចនិយាយទៅកាន់ព្រះថាអូព្រះអង្គអើយខ្ញុំសុំទោសខ្ញុំធ្វើខុសហើយបន្ទាប់មកដើរទៅធ្វើអំពើនឹងម្ដងទៀតទេការកែប្រែចិត្តពិតប្រាកដគឺនាំមកនៅការបំផ្លាស់នៅទង្វើបំផ្លាស់នៅអត្តចរិតបើសិនជាអ្នកកំពុងតែដើរទៅមុខការកែប្រែចិត្តគឺស្មើនឹងអ្នកកំពុងតែដើរត្រឡប់ទៅក្រោយវិញព្រះចង់ឲ្យយើងមានការកែប្រែចិត្តដែលពិតប្រាកដជាការកែប្រែចិត្តដែលនាំមកនៅការល្អឡើងវិញប៉ុន្តែអ្នកអាចគិតថាចុះបើសិនជាអំពើបាបរបស់ខ្ញុំវាធំពេកតើព្រះនឹងអត់ទោសឲ្យខ្ញុំទេបើសិនជាខ្ញុំចាស់ហើយខ្ញុំធ្វើទង្វើទាំងនេះតាំងតែពីក្មេងមកតើព្រះនឹងអត់ទោសឲ្យខ្ញុំទេព្រះទ្រង់ប្រៀបដូចទៅជាស្ដេចមួយអង្គដែលបាវបម្រើកំពុងតែជពាក់លុយបាវមួយបានជពាក់លុយរាប់លានដុល្លារប៉ុន្តែនៅពេលដែលបាវនោះទៅកាន់ស្ដេចនោះហើយនិយាយទៅកាន់ស្ដេចថាព្រះអង្គអើយសូមលើកលែងឲ្យទូបង្គំផងទូបង្គំនឹងខំប្រឹងដោះស្រាយសងព្រះអង្គវិញទាំងអស់បែរតែជាស្ដេចដែលប្រៀបដូចជាព្រះទ្រង់បានលើកលែងនៅបំណុលដែលបាវបម្រើនោះបានជពាក់នេះហើយគឺជាព្រះគុណបន្ទាប់ពីទទួលបានការដោះបំណុលដោយ free ដោយមិនចាំបាច់សងការប្រាក់ឬការប្រាក់ទាំងអស់ឬក៏ប្រាក់ដើមហ្នឹងគឺមិនបាច់សងទាំងអស់នោះគឺគាត់សប្បាយចិត្តនៅពេលដែលដើរទៅតាមផ្លូវក៏ជួបនឹងមិត្តភក្តិគូកនរបស់គាត់ហ្នឹងសិតស្នាលគ្នាណាគូកនណាអញ្ចឹងគឺគាត់ឃើញថាអូអានេះធ្លាប់ជពាក់លុយអញដែរអូខេអញ្ចឹងដល់ពេលដែលជពាក់លុយមិនគាត់ថាចាប់ចំណិតយន់ហ្នឹងមួយដល់ពេលតែទៅដល់និយាយមួយមិត្តភក្តិគូកនរបស់គាត់មិត្តភក្តិថាអូយខ្ញុំសុំអង្វរខ្ញុំអត់មានលុយទេខ្ញុំមានសុំវាពេលបន្តិចតួចមកបែរជាគាត់ប្រើគេឲ្យគេចាប់ហើយឲ្យគេធ្វើបាបទៀតបន្ទាប់មកទៀតក៏មានគេនៅទីខាងគេឃើញក៏ទៅប្តឹងប្រាប់លោកសេដ្ឋីហ្នឹងហើយក៏ប្រាប់មកចាប់បំណុលទី1ហ្នឹងទៅអញ្ចឹងក៏ចាប់ទី1ក៏ខឹងខ្លាំងហើយក៏បានឲ្យគេទៅចាប់អាប៉ែដែលរួចបំណុលហ្នឹងក៏đưaទៅដាក់ឃុំឃាំងអីចឹងទៅអញ្ចឹងយើងឃើញថានៅកន្លែងនេះគឺពេលដែលយើងទាំងអស់គ្នាទទួលបានការអត់អន់ទោសពីព្រះហើយយើងទាំងអស់គ្នាមិនគួរណាទៅធ្វើបាបគេទេពេលគេធ្វើខុសនឹងយើងគឺយើងអត់លើលីងទោសគេទេប៉ុន្តែព្រះទ្រង់ថាបង្ហាញថានេះអំពើបាបរបស់ឯងម្នាក់ឯងនេះខ្លាំងដល់កម្រិតហ្នឹងអញ្ចឹងបើសិនជាមានអតីណាគេធ្វើខុសចំពោះឯងសូមឯងចេះអត់អន់ទោសគេផងអញ្ចឹងនៅក្នុងព្រះគម្ពីរម៉ាថាយចំពុក6ខ12 13 14ហ្នឹងគឺនិយាយទាក់ទងទៅនឹងបើសិនជាអ្នករស់គ្នាអត់អន់ទោសចំពោះការបងប្អូនដែលប្រព្រឹត្តចំពោះអ្នកនោះព្រះវេដានៃនគរឋានសួគ៌នឹងអត់ទោសឲ្យអ្នកដែរប៉ុន្តែបើអ្នកណាដែលមិនអត់ទោសដល់ចំពោះពុកម្ដាយឬក៏អ្នកណាដែលធ្វើខុសចំពោះអ្នកព្រះវេដានៅនគរឋានសួគ៌ក៏អត់អន់ទោសអ្នកដែរអញ្ចឹងកន្លែងនេះគឺតាក់ទងទៅនឹងការអត់អន់ទោសនេះកន្លែងនេះគឺជាបង្ហាញនៃព្រះគុណដែលព្រះទ្រង់ចង់បង្ហាញយើងថាណែព្រះគុណរបស់ព្រះទ្រង់ផ្ដល់ឲ្យយើងគួរតែយើងអស់គ្នាគួរចេះរំលែកដល់អ្នកដទៃផងកុំឲ្យយើងនឹងបានបានអីចឹងទៅអញ្ចឹងយើងឃើញនៅក្នុងតើតើនឹងកំណត់ដែលបងដឹងថាចុះបើខ្ញុំចាស់ហើយបើខ្ញុំធ្វើបាបច្រើនឆ្នាំមកហើយតើខ្ញុំគួរធ្វើមិនតើខ្ញុំអាចចូលជឿព្រះយេស៊ូវតើខ្ញុំអាចកែប្រែបានទេបើអំពើបាបរបស់ខ្ញុំច្រើនណាស់ហ្នឹងដូចជាយើងឃើញនៅក្នុងព្រះគម្ពីរអេសាយដែលព្រះទ្រង់បានអញ្ជើញយើងថាខ្ញុំនឹងឲ្យអ្នករាល់គ្នារួចពីអំពើបាបនោះទៅបីអំពើបាបនឹងខំចិនឲ្យយ៉ាងណាក៏ដោយក៏ខ្ញុំនឹងធ្វើឲ្យអំពើបាបរបស់អ្នកសដូចជារំជាមអញ្ចឹងទៅបាទអញ្ចឹងនេះគឺជារឿងមួយដែលព្រះអញ្ជើញយើងឲ្យយើងចូលទៅជិតព្រះអង្គទោះបីជាយើងមានអំពើបាបឆ្នាំយ៉ាងណាក៏ដោយឲ្យតែយើងហ៊ានកែប្រែចិត្តឲ្យតែយើងហ៊ានស្ម័គ្រស្មោះដើម្បីចូលមកព្រះនោះព្រះនឹងបង្ហាញព្រះគុណរបស់ព្រះតាមរយៈការធ្វើឲ្យយើងទាំងអស់គ្នាបានជាស្អាតដូច្នេះយើងឃើញអំពីសេចក្តីស្រឡាញ់នៃព្រះគុណរបស់ព្រះសម្រាប់យើងឃើញនៅក្នុងព្រះគម្ពីររ៉ូមចំពុក5ខ8តែឯព្រះទ្រង់សម្ដែងសេចក្តីស្រឡាញ់របស់ទ្រង់ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ដោយព្រះគ្រិស្តបានសគត់ជំនួសយើងរាល់គ្នានោះគឺក្នុងកាលដែលយើងនៅមានបាបនៅឡើយផងដូច្នេះតើអ្នកណានឹងស្រឡាញ់ព្រះជាងអ្នកដែលសាងបាបច្រើនហើយនឹងអ្នកដែលសាងបាបតិចគឺប្រកាសហើយថាអ្នកដែលសាងបាបច្រើនជាងគេដែលបានរួចពីអំពើបាបរបស់ខ្លួននឹងស្រឡាញ់ព្រះកាន់តែខ្លាំងជាងអ្នកដែលសាងបាបតិចទៅទៀតព្រះគុណរបស់ព្រះសម្រាប់យើងគឺសំខាន់ណាស់ប៉ុន្តែយើងឃើញថាអ្នកដែលជាប់បំណុលគេតើអ្នកនោះមានអត់មិនមែនមានទេមនុស្សដែលជាប់បំណុលគេរកតែកៅអៅស្លៀកមិនបានផងកៅអៅអាយាយប្រឡាក់តើមនុស្សនោះសមនឹងចូលទៅក្នុងនគររបស់ព្រះទេគឺមិនសមទេរឿងប្រៀបប្រដូចមួយដែលព្រះយេស៊ូវទ្រង់បានមានបន្ទូលគឺតកតងជុំអំពី
ពិធីជប់លៀងដែលព្រះដែលស្ដេចបានអញ្ជើញមនុស្សគ្រប់គ្នាឲ្យចូលរួមប៉ុន្តែក្នុងការអញ្ជើញនោះគឺទ្រង់បានផ្ញើនៅកៅអៅត្រឹមត្រូវរ៉ូបមួយដែលត្រឹមត្រូវសម្រាប់ស្លៀកពាក់សាកសម័យគិតមើលថាយើងមកចូលរួមពិធីរៀបការមួយនៅស្រុកខ្មែរប៉ុន្តែពេលដែលយើងទៅចូលរួមយើងបែរទៅជាស្លៀកពាក់កៅអៅអាយ៉ៃបើជើងផ្ទាត់មើលមុខបាននឹងលាងមុខលុបមាត់សិតសក់ត្រឹមត្រូវផងតើយើងកំពុងតែផ្ដល់នៅគេតម្លៃទៅកាន់ម្ចាស់នៃរោងការនោះទេតើយើងឲ្យគុណគាត់ឬក៏យើងកំពុងតែដំកើងនៅគេឈ្មោះរបស់គាត់ទេគឺយើងកំពុងតែធ្វើឲ្យគេឈ្មោះរបស់គាត់អាប់ជាពិសេសដូចនៅក្នុងរឿងព្រាបបដូចមុនមិញដែលព្រះយេស៊ូវទ្រង់បានមានបន្ទូលគឺអ្នកដែលជាម្ចាស់ពិធីការនេះបានបញ្ជូននៅកៅអៅឲ្យយើងស្លៀកហើយបែរទៅជាយើងអត់ស្លៀកពាក់កៅអៅថ្មីដែលទ្រង់បានផ្ដល់ឲ្យយើងបែរទៅជាស្លៀកពាក់កៅអៅកញ្ចាស់របស់យើងមកវិញខ្ញុំឃើញថានៅក្នុងពិធីជប់លៀងនេះគឺយើងតើតើនឹងឃើញរ៉ូបឬក៏កៅអៅសម្រាប់ចូលនៅក្នុងកម្មវិធីជប់លៀងនេះគឺចេះឲ្យសេរីអត់មានគិតលុយទៀតបាទអញ្ចឹងការដែលដើរអញ្ជើញទៅហើយគឺរួមទាំងកៅអៅរួមទាំងរ៉ូបរួមទាំងអីហ្នឹងដើម្បីមកពាក់ដើម្បីមកចូលរួមកម្មវិធីដើម្បីឲ្យមើលទៅកម្មវិធីហ្នឹងបើថាកៅអៅរ៉ូបគឺកៅអៅតែមួយអញ្ចឹងទៅអញ្ចឹងយើងឃើញថាតាក់ទងទៅនឹងការដែលពាក់អាវធម្មតាទៅដែលមិនមែនជាអាវរ៉ូបដែលគេឲ្យហ្នឹងគឺវាបង្ហាញមួយតាក់ទងទៅនឹងការដែលយើងមិនគោរពឲ្យតម្លៃម្ចាស់កម្មវិធីអញ្ចឹងយើងឃើញថានៅក្នុងកន្លែងនេះគឺយើងឃើញថាកៅអៅរបស់ព្រះគឺជាកៅអៅដ៏មានតម្លៃបំផុតហើយកៅអៅរបស់ព្រះគឺព្រះទ្រង់ចែកប្រទានឲ្យដោយ free ដោយឥតគិតថ្លៃព្រះមិនបានឲ្យយើងទាំងអស់គ្នាឲ្យយើងទៅទិញឲ្យយើងទៅខ្ចីលុយអង្គការដើម្បីទៅទិញកៅអៅហ្នឹងទេឬក៏យើងធ្វើការងារដើម្បីបានកៅអៅហ្នឹងទេប៉ុន្តែការងារនេះគឺព្រះទ្រង់ឲ្យយើងទាំងអស់គ្នាដោយសេរីថាតើយើងជ្រើសរើសពាក់ឬក៏មិនពាក់អានឹងអាស្រ័យទៅលើយើងអញ្ចឹងព្រះដូចយើងបាននិយាយថាព្រះទ្រង់មិនមែនចេះតែបង្ខំអ្នកណាម្នាក់ឲ្យធ្វើអ្វីមួយទេប៉ុន្តែព្រះអង្គទ្រង់ប្រទានព្រះអង្គទ្រង់បង្ហាញទេប៉ុន្តែអ្នកដែលជ្រើសរើសអ្នកដែលគួរតែពាក់អ្នកដែលគួរធ្វើគឺជាយើងតែយើងគួរតែជ្រើសរើសតាមព្រះឬក៏អត់អញ្ចឹងយើងឃើញថាការងារពីមួយថ្ងៃទៅមួយថ្ងៃរបស់យើងពេលខ្លះយើងអាចនឹងរវល់ច្រើនឬក៏យើងអាចគិតច្រើនថាយើងមិនឲ្យតម្លៃថាខ្ញុំសុំទោសព្រះម្ដងក៏បានហើយខ្ញុំសុំទោសព្រះមួយថ្ងៃពីរដងឬក៏មួយថ្ងៃម្ដងរួចគ្នាហើយស្អែកឡើងមិនបាច់ទេខ្ញុំធ្វើការធម្មតាទៅបាទអញ្ចឹងអានេះវាមិនជាគំនិតមួយដែលល្អសម្រាប់យើងទេគឺព្រះទ្រង់ចង់ឲ្យយើងសុំទោសព្រះដោយអភិចិត្តដោយយើងដឹងខ្លួនថាយើងបានធ្វើខុសយើងមានអារម្មណ៍ថាយើងមានកំហុសខ្លាំងរហូតដល់ថ្នាក់កំហុសរបស់យើងគឺធ្វើឲ្យព្រះអង្គទ្រង់ជឿចាប់ពុកម៉ែបងប្អូនតែចាំថាពេលដែលយើងធ្វើខុសពេលដែលយើងធ្វើបាបពេលដែលយើងធ្វើអំពើបាបណាមួយគឺមានន័យថាយើងធ្វើឲ្យព្រះទ្រង់ខ្មាស់មែនទែនធ្វើឲ្យព្រះជឿចាប់មែនទែនអរិយកំពុងតែសេចក្ដីរបស់ព្រះនៅពេលណាដែលកូនរបស់ព្រះធ្វើរឿងដែលមិនត្រឹមត្រូវអញ្ចឹងតើពុកម៉ែបងប្អូនអរគ្នាគិតយ៉ាងណាដែរតាក់ទងទៅនឹងគំនិតមួយនេះតើពុកម៉ែបងប្អូនគ្នាគួរតែមករកព្រះឲ្យព្រះទ្រង់ជួយដោះស្រាយបញ្ហារបស់យើងឬក៏យើងព្យាយាមកំពុងតែយកឆ្នោតឬក៏មូលឆ្នោតដើម្បីបិទបាំងកន្លែងដែលយើងធ្វើខុសព្យាយាមធ្វើដោយខ្លួនឯងតែយើងគួរតែយកព្រះមកជាអ្នកមកជួយផ្លាស់បំប្រែជីវិតរបស់យើងឬក៏យើងខំព្យាយាមបំផ្លាស់បំប្រែដោយកម្លាំងចិត្តខ្លួនឯងអញ្ចឹងអានេះបើសិនជាបងប្អូនគ្នាគិតយ៉ាងណាសូមខមមិននៅក្នុងក្រុមអញ្ចឹងជាចឹងបញ្ចប់សូមសុំចិត្តដើម្បីតាមជាមួយពួកយើងទាំងអស់គ្នានៅផងដែរអរព្រដាព្រះត្រានឹងព្រះវិញ្ញាណបរិសុទ្ធដែលព្រះម្ចាស់ក៏នៅកូតានសួរដល់គង់ពុតអីប្រងៃគុណសូមអរគុណទ្រង់សប្តាហ៍ថ្ងៃនេះដែលទ្រង់បានប្រទានជាពេលវេលាដល់ទូបង្គំគ្រប់គ្នាដើម្បីទូបង្គំគ្នាបានមកទីនេះដើម្បីសិក្សានៅបន្ទូលរបស់ព្រះផងដែរក៏សូមអធិដ្ឋាននៅក្នុងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអញ្ចឹងខ្ញុំបាទទាំងពីរអ្នកសូមគោរពជម្រាបលាសូមជួបគ្នានៅវីដេអូក្រោយទៀត